បាទជំរាបសួរពុកម៉ែបងប្អូនដែលពេញនិយមនៅការលេងបណ្ដាញសង្គម Facebook បាទថ្ងៃនេះដែរគឺខ្ញុំចង់បង្ហាញពីបាទវីដេអូឃ្លីបមួយដែលតាក់ទងនឹងកូនអុកញ៉ាដួងងៀបនិងកូនអុកញ៉ាទ្រីភាពបាទចំណុចដែលខ្ញុំចង់បង្ហាញនេះឡើងមកនោះគឺដោយសារតែខ្ញុំមើលឃើញវីដេអូឃ្លីបហ្នឹងហើយខ្ញុំក៏ចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូននិងមិត្តភក្តិយុវវ័យដែលពេញនិយមលេងនៅក្នុងបណ្ដាញសង្គម Facebook បាទដូច្នេះតាមមើលទាំងអស់គ្នាថារឿងហ្នឹងកើតឡើងគឺដោយសារអ្វីបាទឥឡូវនេះយើងឃើញហើយថាក្រុមរបស់កូនអុកញ៉ាទ្រីភាពដែលកំពុងតែផឹកបាទកំពុងតែផឹកវិសានៅក្នុងខ្លែងហ្នឹងហើយកូនអុកញ៉ាដួងងៀបក៏គាត់បានដើរចូលមកជារឿងធម្មតាទេហើយក្នុងសារព័ត៌មានខ្ញុំបានឃើញថាដាក់ថាគាត់បានដើរដំណើរការហើយឥឡូវនេះគឺឃើញសកម្មភាពហើយថាឃើញកូនអុកញ៉ាទ្រីភាពមើលមុខដាក់កូនអុកញ៉ាដួងងៀបដោយឌីដងហើយទិញបរិយមកជក់ហើយសោចឌីគេទៀតហើយខ្ញុំមើលទាំងអស់គ្នាថារវាងគាត់ទាំងពីរនាក់គាត់កំពុងធ្វើអ្វីបាទឃើញទេហើយខ្ញុំឃើញថាកូនអុកញ៉ាទ្រីភាពគឺគាត់មើលតែមុខជក់បរិយមើលមុខដាក់កូនអុកញ៉ាដួងងៀបរហូតហើយកូនអុកញ៉ាដួងងៀបគាត់មិនបានធ្វើសកម្មភាពអ្វីទេគាត់អង្គុយចេញមកគឺលក្ខណៈមួយថាមិនសមរម្យតិចតួចដែរប៉ុន្តែគាត់មិនបានទៅខ្វាយខ្វល់ជាមួយនឹងកូនអុកញ៉ាទ្រីភាពអីទេនឹងការសម្លឹងមើលផ្ទាល់របស់ខ្ញុំហ្នឹងខ្ញុំឃើញកូនអុកញ៉ាទ្រីភាពហ្នឹងគឺសម្លឹងមើលមុខឌឺដាក់កូនអុកញ៉ាដួងងៀបរហូតបាទឃើញទេពេលមិនអស់គ្នាខ្ញុំចាំតាមណាបន្តទៀតជាមួយខ្ញុំតើពួកគាត់ទាំងពីរនាក់គឺកំពុងធ្វើអីខ្លះមុននឹងការចំនួនគ្នានឹងបាទតាមខ្ញុំមើលទៅខ្ញុំឃើញកូនអុកញ៉ាដួងងៀបគាត់កំពុងតែនិយាយទូរស័ព្ទគាត់អត់មានប្រតិកម្មអ្វីទេគាត់ធម្មតារីឯកូនអុកញ៉ាទ្រីភាពគាត់កំពុងតែចូលទៅកន្លែងផឹកស៊ីធម្មតាវិញប៉ុន្តែគាត់នៅតែសម្លឹងមើលទៅកាន់កូនអុកញ៉ាដួងងៀបដដែលបាទត្រង់កន្លែងនេះហើយដែលសារព័ត៌មានបានប្រាប់ថាសូមកូនអុកញ៉ាទ្រីភាពសូមមកកូនអុកញ៉ាដួងងៀបដល់កន្លែងសាកថ្មប៉ុន្តែយើងចាំមើលសកម្មភាពដែលគាត់កំពុងតែសុំកន្លែងសាកថ្មហ្នឹងតែគាត់ធ្វើឲ្យខ្លះបាទឃើញគាត់ធ្វើលក្ខណៈឌឺទៀតហើយសោចធ្វើក្បាលងាយងើបាទជំរឿម្ដងទៀតគាត់ចាប់របស់ឡើងគាត់ទៅវែងចោលធ្វើធម្មតាគាត់មកគាត់ដើរចេញគាត់ធ្វើក្បាលងាយងើកូនរបស់លោកអុកញ៉ាដួងងៀបគាត់មិនពេញចិត្តនៅtrongចំណុចនេះពេលនេះកូនអុកញ៉ាដួងងៀបគាត់បានបញ្ជាឲ្យអង្គរៈរបស់ខ្លួនហៅកូនអុកញ៉ាទ្រីភាពបាទពេលនេះគឺកាត់ឡើងចំនួនហើយមួយកំភ្លៀង
បាទហើយចំណងនឹងកូនអុកញ៉ាទ្រីភាពចង់ទៅវាយកូនអុកញ៉ាដួងឆាយវិញទៀតបាទពេលនេះកូនអុកញ៉ាដួងងៀបបានវាយទៅលើកូនអុកញ៉ាទ្រីភាពបាទនេះជាសកម្មភាពដែលកំពុងតែប្រតិបត្តិប្រជុំគ្នាមែនទែនបាទឥឡូវនេះសូមពុកម៉ែបងប្អូនមេត្តាជួយ share និងជួយចែករំលែកទៅកាន់មិត្តភ័ក្តិនិងពុកម៉ែបងប្អូនដែលនិយមនៅក្នុងបណ្ដាញសង្គម Facebook ហើយជាបងប្អូនគ្នាតើរឿងនេះកើតឡើងដោយសារអ្វីបាទសូមអរគុណបាទ